សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលការគេថាដោះពុំឬក៏ភាសាកូរ៉េហៅប៉ារ៉ាស៊ីអញ្ចឹងនៅប្រទេសកូរ៉េត្បូងការងារឲ្យធ្វើចប់អាគារគឺពុំទាំងអស់សិតពុំដែកបងកម្រាស់សិត2លី3លីកន្លះអញ្ចឹងឬក៏5លីអញ្ចឹងតែធ្វើឲ្យគឺមកអាគារគាត់ថាពុំតម្លៃរាប់លានដុល្លារបងតម្លៃរាប់លានដុល្លារគេឃើញគេធ្វើតែមកឲ្យមកអាគារគឺគេគោះហើយគេស្ទូចយកទៅកាត់ចោលឡានអេតចាយដឹកយកទៅកំទេចចោលនៅរោងចក្រចាក់ពុំសាថ្មីហ្មងគឺគេអត់ទុកធ្វើកន្លែងផ្សេងឬគេគោះយកដៃល្អយកទៅកែច្នៃដូចស្រុកខ្មែរយើងហ្នឹងណានោះបងប្អូនមើលឃើញដែកសុទ្ធដែកទាំងអស់ចឹងណាសុទ្ធដែកទាំងអស់នេះទៅកាត់ចោលហ្មងកាត់ចោលទាំងអស់បងប្អូនគឺស្ដាយលុយស្ដាយមែនតើឥឡូវគេស្ទូចចេញហ្នឹងបងគេស្ទូចចេញទៅហើយគោះហើយចេញហើយទៅហើយគោះទៅហើយបងលើគេស្ទូចចេញហ្នឹងគេស្ទូចចេញទៅហើយទៅកាត់ចោលដាក់ឡានអេតចាយដឹកយកទៅកំទេចចោលហើយខ្ញុំចាំមើលនាំបងប្អូនទៅមើលឡានអេតចាយនឹងក្រោមទៀតខ្ញុំស៊ូមមួយមើលព្រោះខ្ញុំថតពីលើពីអញ្ចឹងណាហ្នឹងហើយបងប្អូនឃើញគេកងកាត់ចោលយើងក្រុមជាងជំនាញគេកាត់ចោលកាត់ទៅក្រោមនេះគឺសកម្មភាពគេកំពុងតែកាត់ចោលហ្មងគេកាត់កំទេចចោលហ្មងហើយដឹកដាក់ឡានអ្នកចាយដឹកទៅរោងចក្រកិនសាមីហ្មង